Welcome back អូយខានចេញវីដេអូយូរកន្លែងនេះគឺមកឆាកាទៀវកាត់អានេះខ្ញុំហៅកាទៀវកាត់ហ្មងទៅព្រោះវាតែសាយវារៀងធំដែរអញ្ចឹងណាតោះអញ្ចឹងឥឡូវយើងមកសោះបន្លែសោះប្រហិតសោះណាក៏គ្នាហ្នឹងឯងនិយាយឡើងច្បាស់ទៀតអីហ្នឹងហើយមកយើងសោះអាកាទៀវយើងហ្នឹងមកហើយយើងមកលាយគ្រឿងឲ្យហើយយើងមានទឹកប្រេងខ្យងដាក់ទឹកម្ទេសហ្នឹងឯងដាក់តាមចំណង់ចំណូលចិត្តចឹងណាដាក់ច្រើនដាក់តិចហឹរតាមនឹងអីចឹងទៅប៊ីចេងរ៉ូឌីអំបិលស្ករសដាក់មកបន្តិចល្មមសិនណាអ្នកនរគ្នាយើងលាយហើយល្បីហាំបាយស្ទើអីចាំយើងអាចថែមពីក្រោយចឹងណាកុំឲ្យដាក់ដិតពេកទៅវាពិបាកហ្នឹងហើយយើងមានថែមទឹកពេញបោះអីដែរហើយជាចុងក្រោយយើងបន្ថែមទឹកជាមួយនឹងនេះម្សៅពោតហ្នឹងណាហ្នឹងហើយម្សៅពោតក៏បានម្សៅឆាក៏បានហ្នឹងហើយចឹងយើងដាក់ហើយយើងកូរឲ្យសព្វមកអាហ្នឹងស្រួលពេលយើងគ្រាន់ដាក់សាច់យើងចូលអីទៅយើងចាក់អាហ្នឹងហ្មងកុំឲ្យផ្សំគ្រឿងយូរទៅសាច់យើងវាឆ្អិនចឹងណាព្រោះខ្ញុំដាក់ជាមួយនឹងផ្គាអូខេចឹងឥឡូវនេះយើងមកដាក់ប្រេងឆាហើយយើងដាក់ខ្ទឹមយើងចូលទៅម្លីងវាមកបន្តិចទៅហើយយើងដាក់ជាមួយនឹងផ្គាយើងចូលហ្មងហ្នឹងហើយផ្គាយើងបកអីហើយយើងវះខ្នងឲ្យវាចាញ់ដែរចឹងណាហើយដាក់ប្រហិតអីទៅមួយគ្នាហ្មងទៅហើយយើងត្រឡប់អីតិចតួចហើយយើងចាក់អាគ្រឿងនឹងចូលហ្មងព្រោះអីអត់ចង់ឲ្យប្រគាវាឆ្អិនពេកខ្សោះវាអត់ឆ្ងាញ់អញ្ចឹងណាចឹងឲ្យវាមាន juicy ហើយខ្ញុំក៏បន្ថែមទឹកបន្តិចទៀតដែរវារៀងគោកពេកអញ្ចឹងណាហ្នឹងហើយចឹងយើងបន្ថែមតាមនឹងបានអូខេឥឡូវយើងចាក់កាទៀវចូលហ្មងកាទៀវហ្នឹងក៏ស្រស់ហើយដែរអញ្ចឹងយើងចាក់ឲ្យកូរច្បល់ឲ្យតែចូលសព្វគ្រឿងអីអញ្ចឹងណាហើយយើងបន្ថែមបន្លែហ្មងហ្នឹងហើយបន្លែក៏ស្រស់អីហើយនិយាយរួមមកល្មមលឿនទេអញ្ចឹងទៅយើងបន្ថែមជាមួយនឹងពងមាន់2គ្រាប់សូពីលើអញ្ចឹងណាចង់ចៀនបន្ថែមពីក្រៅទៀតក៏បានដែរអានេះខ្ញុំគោះឲ្យយើងបែកចាក់ចូលហ្មងអញ្ចឹងវាខាប់ឆ្ងាញ់ណាហើយដូចបញ្ជាក់មកអញ្ចឹងបើស្ទើរគ្រឿងសើអីយើងបន្ថែមដាក់តាមហ្នឹងទៅខ្ញុំដូចជាស្ទើរទឹកថៃអីតិចទៀតអញ្ចឹងណានឹងយើងអាចដាក់ទឹកម្ទេសដាក់អីនៅខាងក្រៅទៀតបាន